សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀបនៃការ live stream ពី desktop screen យើងទៅកាន់ Facebook អញ្ចឹងដើម្បី live stream ទៅកាន់ Facebook បានអញ្ចឹងយើងត្រូវធ្វើការ download software មួយឈ្មោះថា OBS អញ្ចឹងយើងបើក browser យើងឲ្យថា OBS Studio ដល់មកយើងឃើញពាក្យថា Open Broadcaster Software download អញ្ចឹងយើង click លើនេះមកនេះ OBS Open Broadcaster Software អញ្ចឹងយើងធ្វើការ download ទៅតាម operating system របស់យើងអញ្ចឹងបើយើង Windows បើ Windows Mac យើង download អញ្ចឹង Windows យើង download របស់ Windows អញ្ចឹងបន្ទាប់ពីយើងធ្វើការ download ឥឡូវខ្ញុំខ្ជិល download មួយខាងពេលដោយសារខ្ញុំ file ខ្ញុំបាន download រួចហើយអញ្ចឹងនេះខ្ញុំទៅ download នេះបន្ទាប់ពីយើង download ហើយយើងធ្វើការ install ហើយ create install ចាំតិចតើបើយើងធ្វើការហ្នឹងហើយចុច finish នេះវាបើកម្មវិធីហ្នឹងអញ្ចឹងដើម្បីធ្វើការ live stream ទៅកាន់ Facebook បានដំបូងយើងត្រូវមាន server ដែលមួយយើងដាក់ថា live stream to Facebook ចុច OK មកយើងដាក់សំមួយសំនេះថាជាប្រភពស្អីដែលយើងចង់យកទៅបង្ហាញនៅលើ Facebook ហ្នឹងអញ្ចឹងយើងចុចមកនេះបើ media source អញ្ចឹងយើងអាចធ្វើការយើង create វាមួយអញ្ចឹងមកយើងអាច browse ទៅវីដេអូឬក៏ស្អីមួយអញ្ចឹងដើម្បីយើងចង់ចាក់វីដេអូដើម្បី live stream អញ្ចឹងណាបើថាយើងចូលវីដេអូមកយើងចូលពាក្យថាវីដេអូមួយនេះអាហ្នឹងមានន័យថាយើងចង់បង្ហាញ clip ហ្នឹងទៅលើ stream នៅលើ Facebook តែម្ដងបើយើងចុចអានេះមួយចុច open ចុច OK ហ្នឹងអានេះយើងទៅស្រីវាពេញនឹង screen មកនេះពេញ screen មកពេញនឹងពេល live stream អញ្ចឹងអាហ្នឹងឧទាហរណ៍មួយនៅពេលយើងចង់ឡើងជា clip វិញហ្នឹងប៉ុន្តែបើសិនជាយើងចង់ live stream ពីពីបាល់ពីអីអញ្ចឹងយើងចង់ live ពី Windows យើងហ្មងយើងចុច add មកហ្នឹងវា live ពី Windows ស្រួលហើយលោកវាចោលនេះខ្ញុំក៏ប្រាប់ទេអញ្ចឹង remove មកឥឡូវយើងចង់ live ពី Windows យើងមកនេះ Windows display ថាវាបង្ហាញទៅលើអ្វីដែលយើងបានបង្ហាញទៅលើ computer ទាំងម៉ៅទាំងអីយើងចង់ live ហ្នឹងហើយចុច OK មកនេះបង្ហាញតាមនេះមកនេះយើងអាចជ្រើស option ប៉ុណ្ណឹងអានេះវាសិនយើងចង់ដាក់ cursor បង្ហាញណាយើងដាក់តែយើងអត់ចង់ដាក់ទេអត់អីទេតែយើងthíchទេវាបង្ហាញ cursor យើងមកអីយើងចុច OK ដល់ចុច OK មកនេះមិនសំឡេងពីរដូចគ្នាទេអានេះមិន audio នេះមានថាអវ៉ាំពុំពេល live stream សំឡេងយើងទៅដែរពេលយើងនិយាយទៅឮទៅដែរតែបើយើងអត់ចង់ឲ្យឮសំឡេងយើងទៅទេខ្ញុំបិទវាមកដែល desktop audio នេះគឺមានថាជាសំឡេងដែលចេញពីកុំព្យូទ័រយើងទៅអញ្ចឹងមានថាវាឮនៅពេល live អញ្ចឹងអានេះបើមិនចាំបាច់ទេបាយយើងអត់ចង់ឲ្យគេឮអូខេអញ្ចឹងប៉ុណ្្នឹងហើយយើងចុចsetting ចុច setting យើង general ហើយយើងចុចមើល stream យើងអាច switch វាណាហើយ stream នឹង switch ដល់ពេល switch យើងចង់ live ខ្ញុំផ្សេងអញ្ចឹងយើងយក Facebook live យើង live ទៅកាន់ Facebook អញ្ចឹងចុច stream output នេះ stream output នេះន័យថាយើងស្រី output វាហ្នឹងហើយមិនមែនទេខ្លាំងអាហ្នឹងអត់ optional អត់អីបាច់ចាំបាច់ចូលទេខ្ញុំក៏អត់ចូលណាទេខ្លះដែរខ្ញុំប្រាប់ណានេះអញ្ចឹងវីដេអូនេះយើងចង់ live នៅក្នុងទំហំប៉ុន្មានគុណប៉ុន្មានតែយើងអ្នកកំណត់ resolution យើងតាមពេលកុំព្យូទ័រយើងដែរដែលយើងចង់ទូចង់ធំវាយើងគិតលើ internet connection របស់យើងដែរបើ internet យើងលឿន
anh nắng như ai đã không là dân kịch hệ là tới dân sài gòn tàu dân sinh viên dân để đem đến lại thông tất tam ski dân tại dân những cái đó thì sự sinh viên chúng ta nói cả là lo là internet trên người này chắc nhưng tôi càng nói ở bên này sẽ sắm khăn streaming rồi hai video yang cần hai video một cần thấy nhưng tôi càng chụp ok nó ok mình là vì chẳng thấy dân tự cho được căn website thì cho được căn website chẳng website là bài livestream nhưng mình chỉ đăng này thì này website này hello world đấy livestream lnwcode.net chẳng là bài livestream á dân trực create livestream to Facebook you can create one dân hình năng dân xe dân cả xe tên là xe on the timeline dân on DV dân option thì dân như trong line này nè đó dân trực này mà chẳng tính này chạy vào dân đặt thay thổi sẽ phải dân nơi đồ quan là dân đặt này là máy Google dân đặt tới đã ngoài ra đi rồi thì như thế các bạn thấy đi rồi đi đây tay select theo cái lại chấm đầm bay lại đấy đấy sừng khăn thông cao là chấm giờ từ từ cả copy stream key cứ chỉ cần xem môi cho cầm thì giờ copy stream key người ta nói copy stream key này nhưng copy stream key này nên dùng phanh không setting này dương trong livestream tên là để setting lắm dương cho từ căn stream này tầm á đi pha với chỗ này ok nhưng đây thả phầnนั้นគឺយើងអាច live បានដែរអញ្ចឹងយើងចុច start streaming ចុច start streaming ឡើងតមកយើងចុចណែវាចេញមកតមកយើងបានចុច go live មកនេះវាចេញយើងចុច go live ភ្លាមអញ្ចឹងន័យថាអ្វីដែលយើងកំពុងធ្វើគឺបានបង្ហាញទៅលើ Facebook ហើយតមកយើងចុច OK ហ្នឹងយើងចុច go live ហ្នឹងទៅហើយប្រមាណបើចុច go ហ្នឹងយើងធ្វើអីបានយើងលើយើងធ្វើអីទៅហ្នឹងន័យថាយើងកំពុងបានជាគេអញ្ចឹងយើងអាចប្រហែលជាចង់ live បានហើយយើង live ពីហ្នឹងមកយើងចូល website ណាដែលមាន stream ណាទៅព្រោះយើងបានខ្ញុំមាន DJ យើងចូលទៅយើងអាចមាន focus live បានយើងចង់ live ចេញទៅកាន់លោកអ្នកនៅ Facebook អញ្ចឹងយើងចូល live មកតមកយើងចុចទៅលើបង្រៀនបាយខ្ញុំឆ្នៃបងខ្ញុំគេគូអាច live ផងអញ្ចឹងខ្ញុំចង់បង្ហាញមួយទៀតតើតើទៅនឹង website នេះគេអាច live stream បានគេដាក់សញ្ញាដល់យើងចូល website ancms.system យើងអាចមើលលីងហ្នឹងបានមកយើងចុចវានេះ stream Facebook ចុចមកវាអត់ខុសពីអាម៉ាញ់ទេវាចេញមកដូចអាម៉ាញ់ដែរអញ្ចឹងយើងចុច go យើងចុចនេះយើងចុចនេះយើងចុចនេះតើយើង copy stream key ទៅផាសកន្លែងមិញដូចគ្នាអញ្ចឹងនៅ website ពីរដូចគ្នាបើសិនជាយើងចង់ website nào đấy thìអាចជំនួសឲ្យបានអីចឹងណាអញ្ចឹងអរគុណអ្នកនរគ្នាចំពោះការតាមដានអញ្ចឹងខ្ញុំស្មានថាតពីបានលើវីដេអូនេះហើយខ្ញុំគិតថាអ្នកនរគ្នាមិនអាចធ្វើបានអញ្ចឹងអរគុណ